ជំរាបសួរចាសួស្តីបងបងវីដេអូនេះគឺនាងខ្ញុំចង់បរៀនបងបងពីរបៀបធ្វើផ្កាអង្គាសលផ្កាតូចសិនណាចាសម្រាប់ដំបូងឡើយគឺយើងត្រូវមានលួសកម្មញ៉ៃយើងនឹង3ដើមចាបងបងយកវាមកកាត់ជា2កាត់ឲ្យស្មើគ្នាជា2មកចាហើយបន្ទាប់មកគឺយើងនឹងបានពាក់កណ្ដាលហ្នឹងគឺ5លួសកម្មញ៉ៃហ្នឹងណាចាជាងបងបងបត់វាជា2នឹងទៀតមកហើយបងបងយកវាមកវាស់ជាមួយនឹងចុងម្រាមដៃយើងបងអាចមើលនៅក្នុងវីដេអូហ្នឹងបានណាចាបងធ្វើបែបហ្នឹងបត់ទៅបត់មកហ្នឹងគឺឲ្យបាន5តូចហ្នឹងចាហើយយើងត្រូវមានប្រូផ្កាហ្នឹងគឺខ្ញុំប្រើ3ដើមចាសម្រាប់3ដើមហ្នឹងគឺខ្ញុំបត់វាចូលជា2វាចេញប្រូអាចុងវាហ្នឹងគឺ6អញ្ចឹងបងយកលួសកម្មញ៉ៃរបស់យើងហ្នឹងពាក់កណ្ដាលមកបងយកវាមករុំអញ្ចឹងយើងត្រូវការប្រើកាភ្លើងកាវទៀនហ្នឹងគឺយើងបាញ់វាហើយគឺបងត្រូវយកពួកវាហ្នឹងមកបិទម្ដងមកស្ទាប់ចឹងណាចាហើយបងបិទម្ដងមួយរហូតដល់គ្រប់5ស្ទាប់ពួកអីផ្កាអង្គាសលហ្នឹងគឺយើងប្រើ5ស្ទាប់ចឹងបងបិទដូចខ្ញុំបិទចឹងណាចាពេលដែលបងបិទហ្នឹងបងសុំប្រើកម្លាំងរៀងថ្នមដៃតិចព្រួយដោយសារពេលណាដែលយើងរុញវាខ្លាំងតិចពេកទៅវាអាចនឹងវាចលួសនឹងចឹងណាចាហើយលួសហ្នឹងគឺយើងអាចបត់បែនវាទៅមកបានចាពុតវាទៅចុះឡើងបានចឹងណាចឹងពេលបងបិទវាបាន5ស្ទាប់នឹងហើយគឺវានឹងចេញជារូបរាងផ្កាអង្គាសលបែបហ្នឹងចាហើយយើងយកស្កុតរបស់យើងហ្នឹងពណ៌ត្នោតមកបងយកវាមករុំហើយស្កុតហ្នឹងដែរគឺជ័រកៅស្អិតរបស់វាហ្នឹងគឺវានៅក្នុងស្កុតហ្នឹងគឺយើងរៀងទាញវាបន្តិចមកនៅពេលដែលយើងទាញវាមកគឺកាវវាហ្នឹងវានឹងជាប់ជាមួយនឹងតោមផ្ការបស់យើងចានេះគឺជារូបផ្កាចុងក្រោយចាហើយសម្រាប់វីដេអូក្រោយនាងខ្ញុំនឹងបរៀនបងពីរបៀបនៃការដែលយើងយកផ្កាតូចមួយហ្នឹងយកមកផ្គុំជាតោងផ្កាចាយើងយកមកបិទនៅលើដើមដៃរបស់យើងហ្នឹងធ្វើជាដើមផ្កាអង្គាសលដែលរៀងវែងតាមប្រវែងដែលយើងចង់បានចាចាំពេលដែលនាងខ្ញុំធ្វើហើយនាងខ្ញុំនឹងបង្ហាញបងនៅវីដេអូបន្ទាប់ទៀតណាអរគុណច្រើន